តាចិនអាចឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកឬសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែក្តៅកគុកឡើងហើយជាមួយនឹងការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសយកពន្ធគយនៅលើទំនិញនាំចូលពីចិន 145% និងថែមទាំងគម្រាមទៀតផងថាទីក្រុងប៉េកាំងអាចនឹងប្រឈមនឹងការយកពន្ធ 245% បន្ទាប់ពីចិនប្រកាសយកពន្ធសងសឹក 125% លើទំនិញនាំចូលពីសហរដ្ឋអាមេរិកលោកត្រាំកាលពីថ្ងៃអង្គារទី 15 ខែមេសាបាននិយាយថាការសម្រេចចិត្តណាមួយគឺអាស្រ័យនៅលើចិនចិនត្រូវការកិច្ចព្រមព្រៀងជាមួយនឹងពួកយើងមិនមែនពួកយើងទេដែលត្រូវការកិច្ចព្រមព្រៀងជាមួយពួកគេតែស្របពេលជាមួយគ្នាចិនមិនបានបង្ហាញពីសញ្ញាចុះញោមឡើយដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថាសហរដ្ឋអាមេរិកចាំបាច់ត្រូវបោះជំហានយ៉ាងធំមួយដើម្បីកែតម្រូវកំហុសរបស់ខ្លួនលុបចោលទាំងស្រុងនៅកំហុសឆ្គងនៃការអនុវត្តយកពន្ធគយទៅវិញទៅមកនិងត្រឡប់មករកជំហានត្រឹមត្រូវនៃការគោរពគ្នាទៅវិញទៅមក But as 2018 drew to a close, there was a glimmer of hope during the G20 summit in Argentina. Over a steak dinner, President Xi and Trump agreed to a trade war truce, holding off on implementing new tariffs for 90 days. ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននឹងធ្វើឲ្យគេឃើញការពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយៈទាំងពីរកាលពីឆ្នាំ 2018 នៅក្រោមអាណត្តិទី 1 របស់លោកត្រាំប៉ុន្តែស្ថានភាពនៅក្នុងពេលនេះមានភាពខុសគ្នាច្រើនដោយសារតែចិនត្រូវបានគេមើលឃើញថាបានត្រៀមលក្ខណៈល្អប្រសើរជាងកាលពីឆ្នាំ 2018 ទ្រឹស្ដីមនុស្សឆ្កួតរបស់សហរដ្ឋអាមេរិកនិងការត្រៀមលក្ខណៈរបស់ចិនខុសពីអាណត្តិទី 1 ដែលក្រុមមន្ត្រីអាមេរិកមួយចំនួនដូចជាអតីតនាយកខុទ្ទកាល័យសេដ្ឋវិមានលោក John Kelly និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mark Master ធ្លាប់បានព្យាយាមរារាំងកុំឲ្យលោកត្រាំដោយឆ្ងាយជ្រុលពេកតែនៅក្នុងពេលនេះលោកត្រាំប្រៀបបីដូចជាកំពុងជិះសេះលេងដៃនៅក្នុងជួររដ្ឋាភិបាលត្រាំ 2.0 ដែលភាគច្រើនជាអ្នកមានជំហរតឹងរឹងប្រឆាំងនឹងចិននិងស្របតាមលោកត្រាំដូច្នេះវាធ្វើឲ្យលោកត្រាំអាចអនុវត្តតាមទ្រឹស្ដីមនុស្សឆ្កួតជាគោលការណ៍នយោបាយការបរទេសមួយរបស់អតីតប្រធានាធិបតីលោក Richard Nixon ដែលមានចេតនាធ្វើឲ្យគេជឿថាប្រធានាធិបតីអាមេរិកជាមនុស្សម្នាក់ដែលគេមិនអាចព្យាករបាននោះទេក៏ប៉ុន្តែចិនដែលលោកត្រាំកំពុងប្រឈមមុខសពថ្ងៃនេះក៏មិនមែនជាចិនកាលពីឆ្នាំ 2018 នោះដែរចិនមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈធ្វើសង្គ្រាមពាណិជ្ជកម្មជាថ្មីណាមួយពួកគេមានការភ្ញាក់ផ្អើលខ្លះៗកាលពីឆ្នាំ 2018 តែពេលមួយនោះជាពិសេសដោយសារតែការដំឡើងពន្ធលើចិនភាគច្រើនត្រូវបានអនុវត្តនៅក្រោមអាណត្តិប្រធានាធិបតី Joe Biden ប៉ុន្តែវាត្រូវបានបញ្ជូនសារមួយឲ្យចិនដឹងថាយើងចាំបាច់ត្រូវត្រៀមលក្ខណៈការពារខ្លួនសម្រាប់ស្ថានភាពប្រែប្រួលនេះជាការយកឃើញរបស់លោក Mark Latini ជាអ្នកជំនាញទ្រឹស្ដីចិនម្នាក់មកពីសាកលវិទ្យាល័យ The Arctic University of Norway ជាង 7 ឆ្នាំមុននេះចិនទទួលបានជោគជ័យក្នុងការធ្វើពិធីកម្មមូលដ្ឋានសម្រាប់ការនាំចេញរបស់ខ្លួនជាក់ស្ដែងការនាំចេញរបស់ចិនពឹងផ្អែកលើអាមេរិកត្រូវបានកាត់បន្ថយយ៉ាងសំខាន់កាលពីឆ្នាំ 2018 ការនាំចេញទៅកាន់សហរដ្ឋអាមេរិករ៉ាប់រងជាង 20% នៃការនាំចេញសរុបរបស់ចិនតែពេលបច្ចុប្បន្ននេះតួលេខត្រូវបានកាត់បន្ថយនៅត្រឹម 14% ម្ល៉េះហើយទោះជាក្នុងពេលនេះអត្រាយកពន្ធគយមានកម្រិតខ្ពស់ជាងកាលពីឆ្នាំ 2018 ក៏ដោយក៏ចិនមើលទៅបានត្រៀមលក្ខណៈល្អប្រសើរជាងមុនម្យ៉ាងវិញទៀតពាណិជ្ជកម្មចិនជាមួយនឹងបណ្ដាប្រទេស Global South មានទំហំធំជាងពាណិជ្ជកម្មរបស់ចិនជាមួយនឹងក្រុមប្រទេស ASEAN ទៅទៀតដូច្នេះបើធៀបទៅនឹងការពី10ឆ្នាំមុនចិនមិនសូវបារម្ភច្រើនចំពោះពន្ធគយអាមេរិកដូចជាពេលមុននោះទេនេះបើតាមលោក Johnny Petrie ជាអ្នកជំនាញស្ដីពីនយោបាយសេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុចិនមកពីសាកលវិទ្យាល័យ Goethe University of Frankfurt
ក្រុមអ្នកជំនាញជាច្រើនជឿថាចិនក៏មានមធ្យោបាយជាច្រើនជាងសហរដ្ឋអាមេរិកផងដែរក្នុងការទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៅក្នុងសង្គ្រាមពាណិជ្ជកម្មត្រង់ចំណុចនេះលោក Petri បានបញ្យល់ថារដ្ឋាភិបាលចិនមានសមត្ថភាពយ៉ាងច្រើនខាងសារពើពន្ធនិងរូបិយវត្ថុក្នុងនោះចិនអាចបញ្ចុះអត្រាការប្រាក់អាចបង្កើនការចំណាយហើយណាមួយសប្តាហ៍ថ្ងៃបំណុលរដ្ឋាភិបាលចិនមិនខ្ពស់ដូចជាបំណុលរដ្ឋាភិបាលអាមេរិកនោះទេប៉ុន្តែប៉ុណ្ណោះនៅសហរដ្ឋអាមេរិកអនុភាពបានកើនឡើងនៅក្រោម 4% ក្នុងឆ្នាំ2018ដល់ 6% កាលពីឆ្នាំ2024ក្នុងន័យនេះរដ្ឋាភិបាលអាមេរិកបានដឹងយ៉ាងច្បាស់ថានៅក្នុងករណីមានអនុភាពសេដ្ឋកិច្ចនោះពួកគេនឹងមានជម្រើសច្រើនដូចជាពួកគេធ្លាប់មានកាលពីឆ្នាំ2018ឡើយឆ្លោះគ្នាជាមួយសម្ព័ន្ធមិត្តដោយហុចដងឲ្យចិនក៏មានជម្រើសច្រើនដែរនៅក្នុងការបង្កការខូចខាតសេដ្ឋកិច្ចដល់គូប្រជែងឬសត្រូវរបស់ខ្លួនតាមលោកស៊ីនសុនចិនអាចដាក់ចេញការគ្រប់គ្រងយ៉ាងទូលំទូលាយលើការនាំចេញរ៉ែកម្រខណៈចិនកំពុងរដ្ឋបတ်ការគ្រប់គ្រងលើការនាំចេញរ៉ែកម្រមួយចំនួនតែមិនទាំងស្រុងនោះទេជំរើសដ៏សំខាន់មួយរបស់អាមេរិកដើម្បីអាចមានព្រៀបនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះគឺរួមដៃគ្នាជាមួយនឹងសម្ព័ន្ធមិត្តដោយដែលខ្លួនបានធ្វើនៅក្នុងយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ុកនិងរុស្ស៊ីប៉ុន្តែលោកត្រាំបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនអន់ចិត្តបន្តិចទេប្រសិនបើលោកត្រាំមិនយកពន្ធគយទៅវិញទៅមកនៅលើសហភាពអឺរ៉ុបជប៉ុននិងកូរ៉េខាងត្បូងទេម្ល៉េះលោកអាចបញ្ចុះបញ្ចូលឲ្យប្រទេសទាំងនេះរួមគ្នាបង្កើតការដាក់សម្ពាធនៅលើចិនខ្ញុំមិនដែលគិតទេថារឿងបែបនេះអាចកើតមានឡើងនៅក្នុងកលៈទេសៈសពថ្ងៃនេះខ្ញុំគិតថាវាលំបាកសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការបញ្ចុះបញ្ចូលប្រទេសជាដៃគូនិងសម្ព័ន្ធមិត្តរួមដៃជាមួយខ្លួនដើម្បីដោះស្រាយជាមួយចិននៅក្នុងស្ថានភាពដូចសពថ្ងៃនេះជាការគូបញ្ជាក់របស់លោកឡាតេនីចំណែកលោកស៊ីនសុនវិញបានកត់សម្គាល់ថាការឆ្លើយតបពីបណ្ដាប្រទេសដទៃចំពោះមហាយៈសេដ្ឋកិច្ចទាំងពីរនៅតែជាកត្តាមិនច្បាស់លាស់ដ៏សំខាន់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម 2.0 របស់លោកត្រាំប្រសិនបើអាមេរិកជោគជ័យនៅក្នុងការបញ្ចុះបញ្ចូលឬបង្ខំឲ្យប្រទេសផ្សេងទៀតបិទបញ្ចប់ការយកពន្ធគយរបស់ពួកគេលើទំនិញអាមេរិកនឹងឈរនៅពីក្រោយក្នុងសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងចិននោះវានឹងក្លាយជាសេណារីយ៉ូដ៏អាក្រក់របស់ទីក្រុងប៉េកាំងបើតាមលោកស៊ីនសុននេះជាហេតុផលមួយដែលចិនសម្រេចចិត្តចាត់វិធានការសងសឹកភ្លាមនិងខ្លាំងក្លាបំផុតប្រឆាំងនឹងការយកពន្ធគយរបស់លោកត្រាំពីព្រោះវាជាការបញ្ជូនសារយ៉ាងម៉ឺងម៉ាត់នឹងទៅកាន់ប្រទេសផ្សេងៗទៀតឲ្យបានដឹងថាវានឹងមិនមានការលើកលែងពីចិនទេចំពោះរបាំងពាណិជ្ជកម្មនិងការយកពន្ធគយប្រភេទនេះបានន័យថាប្រសិនបើនរណាមួយចង់ឬហ៊ានដំឡើងពន្ធគយប្រឆាំងនឹងចិនតាមឬដូចគ្នានឹងសហរដ្ឋអាមេរិកនោះពិតណាស់ពួកគេក៏នឹងត្រូវត្រៀមខ្លួនឲ្យប្រឈមមុខនឹងផលវិបាកផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាសូមកុំភ្លេចចុច Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃបន្ថែមទៀតសូមអរគុណសូមជម្រាបលា